នេះជាការបង្ហាញឲ្យស្គាល់ពីសរីរាង្គបន្តពូជបានន័យថាយើងថតអេកូផ្លោកពងផ្នែកខាងឆ្វេងអញ្ចឹងយើងឃើញហើយនេះមូសខាប់ណែនឡងហ្នឹងគឺជាពងស្វាហើយអានេះគឺជាថតតឹងនៃក្រពេញមួយគេហៅថាក្រពេញអេពីឌីឌីនគឺជាក្បាលគ្របដណ្ដប់ពីលើក្របពងស្វាយើងអញ្ចឹងណាអញ្ចឹងគាត់មានជំងឺដែលមកពីគ្រូយោបល់តាក់ទងការមើលអេកូទៅបានន័យថាសួរប្រវត្តិគាត់មានការឈឺចាប់នៅលើផ្លោកពងផ្នែកខាងឆ្វេងហើយបន្ទាប់មកគ្រូស្តូមហ្នឹងគេហៅថាស្រោមនៃតួនៃផ្លោកពងឡើងក្រហមណាដូចយើងកើតបោសអញ្ចឹងហើមក្រហមដល់ពេលយើងមើលអេកូធ្លុះទៅក្នុងស្បែកយើងនៅក្នុងផ្លោកពងយើងហ្នឹងឃើញមាននេះអេពីឌីឌីននេះជា testicle គេហៅថាក្របពងស្វានេះក្របពងស្វាកាត់តឹងនេះកាត់តឹងអេពីឌីឌីនបាទហើយនេះទឹកព័ទ្ធជុំវិញសិតទឹកបាទហ្នឹងគេហៅទឹកល្ងីគឺហៅថាទឹក inflammation អញ្ចឹងយើងមើលទៅយើងឃើញហើយបានន័យថាយើងអាចមានលទ្ធភាពមើលអានេះគឺក្បាលអេពីឌីឌីនឃើញមានជាតិក្បាលសនេះទឹកច្រើនអញ្ចឹងរាល់បញ្ហាជាបុរសដែលមានជំងឺតាក់ទងនឹងក្របពងស្វាឬអេពីឌីឌីនឬក៏ទឹកដក់នៅក្នុងផ្លោកពងគេហៅ hydrocell ហ្នឹង hydrocell ហ្នឹងយើងអាចមានលទ្ធភាពមើលហើយបកស្រាយពន្យល់ក្នុងការឲ្យស្គាល់ពីជំងឺរលាកនៅក្នុងផ្លោកពងស្វាដោយសារយើងខ្ញុំជាគ្រូពេទ្យមានប្រវេសកាត់នៅក្នុងមន្ទីរពេទ្យខេត្តបាត់ដំបងហើយនឹងជាគ្រូពេទ្យមើលអេកូប្រចាំនៅក្នុងមន្ទីរពេទ្យខេត្តអស់រយៈពេលជាង10ឆ្នាំកន្លងមកហើយ15ឆ្នាំ16ឆ្នាំអញ្ចឹងយើងអាចដឹងពីរឿងបញ្ហាជំងឺនឹងច្រើនណាអញ្ចឹងយើងចង់បកស្រាយថារាល់បរោះដែលជាមានបញ្ហានៃសុខភាពសរីរាង្គបន្តពូជឬសរីរាង្គទឹកម៉ូតបានន័យថាតម្រងនោមយើងបែងចែកឲ្យច្បាស់កាលណាកលៀនយើងនៅសងខាងចង្កេះយើងខាងលើខាងក្រោយនៅជញ្ជាំងពោះហើយបន្តមកមានកំពុងមហូរទឹកនោមសងខាងហើយចូលមកផ្លោកនោមហើយអានេះគឺយើងថតនៅក្នុងផ្លោកនោមទេដើម្បីស្គាល់ពីសរីរាង្គបន្តពូជគឺក្របពងស្វាហើយនឹងក្បាលនៃក្របពងស្វាគេហៅ epididin ហើយនឹង testicle អរគុណច្រើនដែលបានយកចិត្តទុកដាក់រាល់បញ្ហាដែលចង់